នេះគឺជាស្មៅមួយប្រភេទដែលវាច្រើនដុះនៅលើស្រែប្រាំងរបស់យើងបាទឈ្មោះស្មៅមួយប្រភេទនេះដែរគឺដុះនៅតំបន់ដែលធ្វើស្រែប្រាំងហើយជាដីដែលដាក់ទឹកមិនសូវជាប់ឬមួយក៏រមន់ស្ថានដីដែលវាមានស្ថានដីខ្ពស់ជាងដាក់ទឹកមិនដល់បាទឈ្មោះស្មៅមួយប្រភេទនេះបាទវាមានឈ្មោះច្រើនទៅតាមតំបន់ដែលគេហៅបាទមានគេអាចហៅបានថាជាស្មៅកតុយឆ្កែចចកបាទស្មៅទន្លេស្មៅយួនបាទហើយនឹងស្មៅបាញ់ក្បាលគល់សឬក៏ស្មៅមួយក្បាលលោកកតុយបាទឈ្មោះស្មៅនេះគឺគេអាចហៅបានច្រើនប្រភេទផងដែរបាទហើយចំពោះការកម្ចាត់ក៏ដូចជាការការពារទប់ស្កាត់អំពីការដុះរបស់ស្មៅនេះដែរបាទយើងមាន4បាទដំណាក់កាលធំដែលយើងដើម្បីកម្ចាត់ស្មៅកតុយឆ្កែចចកនេះផងដែរបាទចំណុចទី1បាទយើងត្រូវតែធ្វើដីឲ្យស្មើមុនពេលដែលយើងព្រួសគឺយើងត្រូវធ្វើការធ្វើការពង្រីកដីវាយដីនិងគៀរាស់ដីឲ្យបានស្មើល្អបាទងាយស្រួលនៅពេលដែលយើងបញ្ចូលទឹកផងដែរបើកាលណាយើងមិនបានធ្វើដីឲ្យបានស្មើល្អទេបាទនៅពេលដែលយើងដាក់ទឹកទៅគឺតំបន់ដែលខ្ពស់គឺយើងដាក់ទឹកអដល់រីឯតំបន់ដែលទាបគឺយើងដាក់ទឹកលិចពេកបាទហើយចំពោះចំណុចទី2បាទគឺយើងត្រូវធ្វើការបាញ់ថ្នាំស្មៅនៅពេលដែលស្មៅមានអាយុតិចបាទជាធម្មតាឃុំគ្រាប់គឺការឃុំគ្រាប់គឺឥឡូវគឺចាប់ផ្ដើមបាទគឺចាប់ផ្ដើមស្វំថ្នាំបាទកតុយស្មៅកតុយឆ្កែនេះគឺពិបាកនឹងកម្ចាត់ផងដែរអញ្ចឹងគឺយើងពឹងផ្អែកទៅលើការបាញ់ថ្នាំស្មៅធំបាទហើយការបាញ់ថ្នាំស្មៅធំនោះគឺយើងបាញ់បាទស្មៅឬក៏ស្រូវនឹងអាយុបាទ7ថ្ងៃទៅ12ថ្ងៃកំឡុងពេលហ្នឹងគឺយើងបាញ់ថ្នាំស្មៅមានប្រសិទ្ធភាពល្អបាទហើយកម្ចាត់បានល្អជាងដែលស្អាតជាងនៅពេលដែលស្មៅហ្នឹងមានអាយុច្រើនបាទជាបទពិសោធន៍បាទការបាញ់ថ្នាំស្មៅធំអ្វីត្បិតថាយើងបាញ់បានទៅយើងបាញ់ទៅឃើញស្មៅក្រហមមែនឃើញងាប់មែនក៏ប៉ុន្តែវាមិនដាច់ស្អាតបាទដូចជាបាញ់ថ្នាំស្មៅនៅតូចទេបាញ់ថ្នាំស្មៅពេលដែលវាធំឡើងគឺឃើញក្រហមមែនឃើញងាប់មែនប៉ុន្តែវានៅតែសល់បាទវានៅតែសល់នៅមានស្មៅដដែលបាទហើយចំណុចទី3វិញគឺយើងត្រូវធ្វើការបាញ់ថ្នាំស្មៅក្នុងអាកាសធាតុល្អបាទมันមានអាកាសធាតុអ៊ូអាប់ភ្លៀងឬក៏ខ្យល់បាទគឺយើងបាញ់នៅក្នុងស្ថានភាពលក្ខខណ្ឌសីតុណ្ហភាពបាទសមស្របបាទมันមានភ្លៀងបាទមានពន្លឺគ្រប់គ្រាន់ហើយมันមានខ្យល់ផងដែរបាទបើកាលណាយើងមានខ្យល់មានភ្លៀងមានអីគឺយើងបាញ់ទៅប្រសិទ្ធភាពវាអត់សូវល្អដូចយើងបាញ់ក្នុងស្ថានភាពជាក់ស្ដែងទេហើយចំពោះស្មៅគឺយើងត្រូវធ្វើការបាញ់បាទឲ្យជោគបាទបាញ់ជោគសពល្អនឹងបាញ់វាងាប់ស្អាតបាទបើកាលណាយើងបាញ់ថ្នាំស្មៅមិនបាន9ធុងទេបាទយើងបាញ់យល់ល្អថ្នាំស្មៅយើងបាញ់ចាប់ពី9ធុងឡើងហើយ9ទៅ11ធុងក្នុង1ហត្តានោះបានស្មៅងាប់បានស្អាតបាទហើយចំណុចចុងក្រោយគឺយើងត្រូវធ្វើការបញ្ចូលទឹកក្រោយពេលដែលយើងបាញ់ថ្នាំស្មៅរួចបាទក្រោយពេលដែលយើងបាញ់ថ្នាំស្មៅរួចបាន1ថ្ងៃឬយ៉ាងយូរបាទ3ថ្ងៃគឺយើងត្រូវធ្វើការបញ្ចូលទឹកឲ្យបានគ្រប់គ្រាន់បាទយើងបញ្ចូលទឹកឲ្យសព្វគ្រប់នៃបរិវេណដីស្រែរបស់យើងបាទយើងអាចត្រាំទឹកបាទត្រាំស្មៅកូនស្មៅហ្នឹងឲ្យបានទុកទឹកនៅក្នុងស្រែហ្នឹងឲ្យបានយ៉ាងហោចណាស់ក៏4ថ្ងៃដែរបាទគឺដើម្បីឲ្យស្មៅហ្នឹងរលួយបាទរលួយងាប់បានស្អាតតែម្ដងហើយចំពោះថ្នាំស្មៅគឺជាសារធាតុម្យ៉ាងដើម្បីទៅបង្អាក់នៃការស្រូបយកសារធាតុចិញ្ចឹមរបស់ស្មៅតែប៉ុណ្ណោះបាទវាមិនអាចទៅសម្រាប់ស្មៅទេប៉ុន្តែទឹកទេដែលជាអ្នកទៅសម្រាប់ស្មៅបើកាលណាយើងមិនបានបញ្ចូលទឹកទេនោះបាទស្មៅវានឹងឡើងមកសាជាថ្មីហើយយើងពិបាកកម្ចាត់វាណាស់ដោយសារតែស្មៅបើសិនជាយើងបាញ់ម្ដងហើយអត់ងាប់គឺវាមានការសូមថ្នាំបាទអញ្ចឹង
ចង់មិនចង់គឺត្រូវតែបាញ់ម្ដងឲ្យដាច់ស្អាតបាទអញ្ចឹងគឺយើងត្រូវការបាញ់យ៉ាងហោចណាស់ឲ្យបាន9ធុងទៅ11ធុងចំពោះថ្នាំដែលយើងធ្វើការបាញ់ដើម្បីឲ្យមានប្រសិទ្ធភាពបាទទៅលើកម្ចាត់ស្មៅកន្ទុយឆ្កែនេះបាទខ្ញុំសូមណែនាំប្រភេទថ្នាំបាទមួយប្រភេទបាទនោះគឺ Stem បាទ Stem 80WG បាទគឺវាមានសមត្ថភាពខ្ពស់ក្នុងការកម្ចាត់ស្មៅកន្ទុយឆ្កែនិងប្រភេទកក់ជាដើមបាទការបាញ់សម្លាប់ស្មៅបាទខ្ញុំណែនាំឲ្យពុកម៉ែបងប្អូនបាញ់ស្រូវនៅតូចបាទស្មៅនៅតូចបាទអាយុចាប់ពី7ថ្ងៃរហូតដល់12ថ្ងៃផងដែរ